បាទជាត្បូងខ្ញុំសូមគោរពជំរាបសួរដល់លោកគ្រូអ្នកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបការប្រើកាសូ ហើយដោះស្រាយវិសម័យកាល degree ទី2បាទអញ្ចឹងយើងមើលលំហាត់របស់យើងគេថាដោះស្រាយវិសម័យកាល degree ទី2ខាងក្រោមបាទអញ្ចឹងA របស់យើងគឺ x ការ៉េដក 2x ដក2ធំជាង0 b 2x ការ៉េដក 3x ដក2តូចជាង0 c របស់យើងនេះគឺដក 5x ការ៉េដក 3x បូក2តូចជាងស្មើ0 d x ការ៉េដក7x បូកឲ្យ10ធំជាងស្មើ0បាទអញ្ចឹងដំបូងគឺយើងត្រូវមានកាសូប្រភេទរបស់ខ្ញុំនេះបាទអញ្ចឹងហើយយើងចុចបើកមក on មកហើយបន្តមកយើងចុចកន្លែងពាក្យថា set up បាទហើយយើងចុច scroll ទៅរកវិសម័យកាលបាទអញ្ចឹងនេះវិសម័យកាលយើងនៅB បាទអញ្ចឹងយើងដើម្បីចុច B បានយើងចុច alpha ហើយចុចនេះកន្លែងនេះបាទ B នេះបាទហើយបន្តមកកន្លែងនេះដោយសារយើង degree ទី2វិសម័យកាល degree ទី2អញ្ចឹងយើងចុចលេខ2ទៅបាទអញ្ចឹងយើងមើលសំណួរ A របស់យើងគឺវិសម័យកាលរបស់យើងនឹងធំជាង0អញ្ចឹងយើងត្រូវការចុចលេខ1ទៅបាទហើយបន្តមកយើងចាប់ផ្ដើមបញ្ចូលមេគុណរបស់យើងមកបាទអញ្ចឹងមុខ x ក្រេនេះគឺលេខ1បាទហើយចុចសញ្ញាស្មើមុខ x គឺមេគុណដក2បាទស្មើទៀតតមកទៀតគឺដក2បាទហើយយើងចុចសញ្ញាស្មើមកបាទអញ្ចឹងកន្លែងនេះវាដោះស្រាយយើងឲ្យបានថាបាទ x តូចជាង1ដកឬ3/1 1បូកឲ្យបាទឬ3ហើយតូចជាង x បាទអញ្ចឹងកន្លែងនេះបើយើងសរសេរតាមបែបសំណុំរបស់យើងអាចសរសេរបានថាx បាទគឺជារបស់ពីដកអណន្តទៅដល់1ដកឬ3បាទហើយប្រជុំពី1បូកឬ3ទៅដល់បាទបូកអណន្តបាទនេះបើយើងសរសេរបែបតាមសំណុំរបស់យើងណាបាទតែនៅក្នុងម៉ាស៊ីន Casio នេះវាឲ្យមកជាសញ្ញាធំជាងតូចជាងវិញបាទហើយបន្តមកទៀតចូលដល់សំណួរ B របស់យើងគឺតូចជាងម្ដងបាទអញ្ចឹងកន្លែងនេះយើងធ្វើម្ដងទៀតបាទគឺយើងចុច set up បាទហើយយើងចុច alpha ហើយចុច B នេះបាទហើយយើងយកលេខ2 degree ទី2បាទសំណួរ B របស់យើងតូចជាង0បាទអញ្ចឹងតូចជាង0របស់យើងនេះត្រូវនឹងលេខ2បាទអញ្ចឹងយើងចុចលេខ2ទៅបាទហើយបន្តមកយើងចាប់ផ្ដើមបញ្ចូលមេគុណដូចសំណួរ A របស់យើងដែរគឺ2បាទតមកទៀតគឺបាទ2បន្តមកទៀតបើយើងនេះគឺដក3បាទហើយបន្តមកទៀតគឺដក2បាទហើយបន្តមកទៀតយើងចុចសញ្ញាស្មើមកបាទអញ្ចឹងយើងបានសំណុំចម្លើយរបស់យើងនេះគឺដក1លើ2បាទតូចជាង x តូចជាង2បាទអញ្ចឹងបើយើងសរសេរម្យ៉ាងទៀតឬក៏យើងសរសេរតាមបែបសំណុំរបស់យើងគឺយើងសរសេរបានថា x យើងគឺជារបស់2ដក1លើ2ទៅដល់2បាទនេះគឺជាសំណុំចម្លើយរបស់យើងបាទហើយបន្តមកទៀតចូលដល់សំណួរ C របស់យើងគឺតូចជាងឬស្មើ0បាទអញ្ចឹងយើងចុចដូចមិញដែរគឺចុច set up ចុច alpha ហើយចុច B នេះពីដដែលបាទ
C របស់យើងនេះគឺតូចជាងឬស្មើ0អញ្ចឹងនេះតូចជាងឬស្មើ0យើងគឺនៅលេខរៀងទី4បាទអញ្ចឹងយើងត្រូវចុចលេខ4បាទហើយបន្តមកយើងចាប់ផ្ដើមបញ្ចូលតែមេគុណរបស់វាទេគឺបាទដក5បាទបន្តមកទៀតគឺដក3បាទបន្តមកទៀតគឺបូក2បាទហើយបន្តមកយើងចុចសញ្ញាស្មើមកបាទអញ្ចឹងចម្លើយសំណុំចម្លើយរបស់យើងគឺ x តូចជាងឬស្មើដល់1ហើយមួយទៀតគឺ2លើ5នេះគឺបាទតូចជាងឬស្មើ x បាទអញ្ចឹងឥឡូវបើយើងសរសេរតាមបែបសំណុំរបស់យើងមានន័យថា x របស់យើងគឺជារបស់2បាទដកអណន្តទៅដល់ដក1យ៉ាងនេះយើងប្រើគ្នាបដោយសារយើងយកដក1ដែរហើយប្រជុំបាទអញ្ចឹងគ្នាពី2លើ5ទៅដល់បូកអណន្តបាទនេះបើយើងសរសេរតាមបែបសំណុំរបស់យើងបាទអញ្ចឹងD របស់យើងគឺតូចជាងឬស្មើ0បាទអញ្ចឹងយើងចុចដូចមិញដែរគឺចុច set up បាទហើយចុច alpha នេះហើយ B ហើយចុចលេខ2បាទអញ្ចឹងធំជាងឬស្មើ0នៅលេខរៀងទី3បាទអញ្ចឹងយើងចុចលេខ3ទៅហើយយើងចាប់ផ្ដើមបញ្ចូលមេគុណរបស់យើងទៅមុខ x ការ៉េនេះគឺលេខ1បាទដក7បាទហើយថប់បាទហើយយើងចុចសញ្ញាស្មើទៅបាទអញ្ចឹងសំណុំចម្លើយរបស់យើងនេះគឺ x តូចជាងឬស្មើ2ហើយ5តូចជាងឬស្មើ x បាទអញ្ចឹងបើយើងសរសេរម្យ៉ាងទៀតតាមបែបសំណុំរបស់យើងគឺ x បាទគឺជារបស់ពីដកអណន្តទៅដល់2យើងយកត្រង់2យើងប្រើគ្នាបបាទហើយប្រជុំបាទគ្នាពី5ទៅដល់បាទបូកអណន្តបាទនេះគឺជាសំណុំចម្លើយហើយបាទអញ្ចឹងឥឡូវនេះខ្ញុំសូមបញ្ជាក់ដល់អ្នកថាបើសិនជាយើងគណនាធម្មតាគឺយើងត្រូវឲ្យវាស្មើ0ហើយយើងត្រូវការដោះស្រាយសមីការ degree ទី2ហើយយើងត្រូវការគូតារាងសញ្ញាត្រីធាណាបាទតែបើយើងប្រើកាសូនេះគឺវាបានចម្លើយតែម្ដងអញ្ចឹងវាងាយស្រួលក្នុងការទាំងអស់គ្នាបាទផ្ទៀងផ្ទាត់ថាតើចម្លើយរបស់យើងដោះស្រាយវិសមីការហ្នឹងតើត្រឹមត្រូវឬអត់បាទអញ្ចឹងសូមអរគុណដល់អ្នកគ្នាដែលបានស្ដាប់ការបង្ហាញរបស់ខ្ញុំ